របៀបងាយស្រួលសម្រាប់ភ្ជាប់លេខសម្គាល់កូនតូចជាមួយសាលាចំពោះមេដាបេដាមិនទាន់មានគណនីសមាជិកនៅក្នុងពេទ្យយើង EU Track តាមរយៈ App ពេទ្យយើង eHealth ID មុនពេលចាប់ផ្ដើមសូមលោកអ្នកត្រូវមាន App ពេទ្យយើង eHealth ID ជាមុនសិនសូមចូលទៅកាន់ App ពេទ្យយើង eHealth ID ចុចទៅលើរូបបន្ទាប់មកចុចទៅលើគណនីសមាជិករួចលោកអ្នកជ្រើសរើសគណនីសមាជិកសូមបន្តចុចលើបេតុងបន្ថែមគណនីសមាជិកបន្ទាប់មកបញ្ចូលព័ត៌មានផ្ទាល់ខ្លួនសូមចុចលើបេតុងបន្ទាប់ប្រសិនបើអ្នកចង់ធ្វើឲ្យគណនីសកម្មសូមចុចលើបើកដំណើរការកាតបន្ទាប់មកបញ្ចូលលេខកាត eHealth ID ហើយចុចរក្សាទុកប៉ុន្តែប្រសិនបើអ្នកចង់រំលងសូមចុចលើរំលងបើកដំណើរការកាតហើយប្រើគណនីសាកល្បងបន្ទាប់មកចុចរក្សាទុកនោះអ្នកនឹងឃើញសមាជិករបស់អ្នកជ្រើសរើសសាលាកូនបន្ទាប់មកចុចទៅលើបេតុងសញ្ញាបូកស្វែងរកសាលារៀនបន្ទាប់មកចុចលើសាលារៀនសូមជ្រើសរើសគណនីសមាជិករួចចុចលើបេតុងភ្ជាប់បញ្ចូលលេខសម្គាល់សិស្សរួចចុចបេតុងដាក់ស្នើសូមពិនិត្យមើលព័ត៌មានសិស្សបន្ទាប់មកចុចទៅលើបេតុងបញ្ជាក់រួចចុចលើបេតុងជាវបន្តចុចទៅលើបេតុងបង់ប្រាក់រួចជ្រើសរើសធនាគារដៃគូដើម្បីទូទាត់នៅពេលធ្វើការទូទាត់ជោគជ័យអ្នកនឹងឃើញឈ្មោះកូនរបស់អ្នក